สัตว์กระเปอร์មួយក្បាលនេះដែលបរោះម្នាក់នេះគាត់កំពុងតែថតនេះគឺជាសត្វកពើនៅតាមព្រៃទេបងប្អូនមិនមែនជាសត្វកពើដែលគេចិញ្ចឹមនោះឡើយហើយប្រភេទសត្វកពើបែបនេះគឺស៊ីមនុស្សបងប្អូនដោយសារតែវានៅលើគោកណាមួយឃើញមនុស្សច្រើនតែវាមិនហ៊ានវាមិនធ្វើសកម្មភាពស៊ីមនុស្សតែបើតាមតែវាស្ងាត់ច្រឡំឧទាហរណ៍ថាបងប្អូនងុយដេកអីទៅដេកគៀនតែកន្លែងដែលវានៅនេះដឹងថាខ្លាចជាចំណែករបស់វាជាមិនខាននោះទេបងប្អូនហើយអានេះតំបន់ដែលវានៅដូចថាដូចកបីដេកអញ្ចឹងក្លុកដោយសារតែវាចលងធ្វើឲ្យដីនោះក្លុកទឹកកាន់តែជ្រៅហើយផុងក៏កាន់តែជ្រៅផងដែរហើយនិយាយពីថាទំហំរបស់វាមិនបាញ់និយាយទៅធំខ្លាំងមែនទែនត្រឹមបរោះម្នាក់នេះវិញវាលេបត្រឹមតែខំហក់តែ2ដងគឺស៊ីផុយតែម្ដងបងប្អូនហើយតំបន់នេះគឺថាមិនមែនមានតិចមានត្រឹមតែមេមួយក្បាលនេះទេគឺវាមានច្រើនខ្លាំងមែនទែនវាឆ្លងកាត់ទៅវិញទៅមកនៅស្ពាននឹងឯងវាឆ្លងកាត់ទៅវិញទៅមកដល់ពេលបរោះម្នាក់នេះគាត់ជិះម៉ូតូកាត់ហើយក៏បានឃើញក្រពើមួយក្បាលនេះគាត់ក៏ចុះមកមើលមកលេងជាមួយសត្វក្រពើមួយក្បាលនេះទៅប៉ុន្តែដូចដឹងស្រាប់ហើយបើថាស្ងាត់គឺវាស៊ីហើយតែដោយសារមនុស្សច្រើនពេកក៏វាអត់ហ៊ានស៊ីព្រោះដោយសារវាមកទៅវាដូចជារៀងខ្លាចដែរបងប្អូនហើយនេះគឺជាមួយទៀតគឺជាក្រពើវាងាប់នៅក្នុងស្ទឹងវាឡើងមកងាប់លើគោកវាអត់ងាប់នៅក្នុងទឹកនោះទេហើយមិនមែនទូចទេគឺធំមែនទែនបងប្អូនហើយមានសត្វផ្សេងវាមកស៊ីដែរប៉ុន្តែដូចដឹងស្រាប់ហើយសត្វក្រពើខំវាមិនមុតទេសបែកវារឹង